សូមស្វាគមន៍មកកាន់ Channel 7 TV KA សូមអរគុណសម្រាប់ការចុច Subscribe និងចុចសញ្ញាកណ្ដឹងសូមអរគុណខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនអស់លោកស្រីនិងកញ្ញាជាទីគោរពនៅថ្ងៃនេះខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនតាមដានសម្ដាប់អំពីជោគជតារាសីហោរាសាស្ត្រប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការដកស្រង់និងអានជូននៅក្បួនហោរាសាស្ត្រទូទីចិនខ្សែដែលល្បីឈ្មោះដោយនេះសូមពុកម៉ែបងប្អូនខមមិនសំណាងមាន$444និងសរសេរសាធុចំនួន3ដងរួចធ្វើការស្រាចេញភ្លាមដើម្បីទទួលបានលេខចូលផ្ទះនិងសំណាងតាមជាប់ខ្លួនជារៀងរហូតដោយនេះក្បៅខាត់ពេលវេលាយូរសូមពុកម៉ែបងប្អូនតាមបានសម្ដាប់ជាមួយខ្ញុំបាទសាវ៉ែន GVKA ដូចតទៅបំរើ55នៅក្នុងប្រទេសតេនីថ្ងៃអាទិត្យ10ខែធម្មតាឆ្នាំឆ្កូវត្រីស័កសករាជ2565ត្រូវនៅថ្ងៃទី4ខែកក្កដាឆ្នាំ2021ហើយថ្ងៃនេះឆ្នាំមឆុងគឺឆ្នាំឆ្លូវឆុងឆ្នាំម៉ែថ្ងៃនេះអាចសាយប្រេនហាមចេញឆ្ងាយសូមគោរពនិងជូនដំណឹងដល់ពុកម៉ែបងប្អូនអស់លោកស្រីនិងកញ្ញាទីគោរពដើម្បីទ្រទ្រង់កម្មវិធីនេះឲ្យបន្តដំណើរទៅមុខទៀតសូមពុកម៉ែបងប្អូនដែលនិយមគ្រប់គ្រងកម្មវិធីនេះសូមជួយបរិច្ចាគថវិកាតាមរយៈ comment វីដេអូខាងក្រោមនេះតិចក្តីច្រើនក្តីតាមសទ្ធាជ្រះថ្លាឬក៏ផ្ញើមេសេចមកកាន់អាសយដ្ឋាន 7TVKA របស់ Facebook យើងខ្ញុំដែលមានអាសយដ្ឋាន www.facebook.com/7tvka សូមអរគុណនិងដោយក្តីគោរពបងប្អូនមានចម្ងល់បន្ថែមសូមខមមិននៅខាងក្រោមវីដេអូនេះផងដែរបាទសូមអរគុណការមើលទិសបេះដូងមានជីវិតក្នុងការធ្វើដំណើរឬប្រកបការមុខរបររកស៊ីផ្សេងអស់លោកអ្នកត្រូវប្រកាន់យកទិសបេះដូងមានជីវិតនេះគឺនៅថ្ងៃអាទិត្យនេះនឹងបានសុខជោគជ័យនៅទិសខាងជើងបើមើលទិសបេះដូងអស់ជីវិតនៅថ្ងៃនេះផងថ្ងៃអាទិត្យនេះកុំចោលយាត្រាទៅទិសខាងត្បូងធ្វើអ្វីមិនគប់ប្រសាឡើយចំពោះការមើលតាមទំនាយជ័យរឹកក្នុងការអង្គុយមានសេរីសួស្តីជ័យមង្គលក្នុងការរៀបអាពាហ៍ពិពាហ៍ឬពិធីសែនព្រេនផ្សេងឬបើចង់ទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅទិសខាងជើងបែរមុខទៅរកទិសអាគ្នេយ៍ទំនាយទីថាបើកាលណាបានប្រតិបត្តិតាមគំរូខាងលើនេះពិតប្រាកដមែនពិតជាទទួលបានជោគជ័យគ្រប់ពេលវេលាចំពោះការមើលតាមក្បួនយើងក្រឡាក្នុងការធ្វើដំណើរចេញពីផ្ទះប្រកបដោយសេរីសួស្តីនិងសំណាងល្អពេញមួយថ្ងៃនៅថ្ងៃអាទិត្យនេះសូមពុកម៉ែបងប្អូនត្រូវដឹងម៉ោងសុកម៉ោងលៀបម៉ោងគ្រោះដូចតទៅនេះប្រសិនបើចេញដំណើរពីផ្ទះចាប់ពីម៉ោង1រងាវទៅដល់ម៉ោង6កន្លះព្រឹកគឺជាម៉ោង04ជាម៉ោងល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យទាំងអស់គ្មានគ្រោះកាចអ្វីអាចចូលបៀតបៀនបានឡើយគឺមានតែទទួលបានលៀបបរិបូរហូរហៀប្រសិនបើចេញដំណើរពីផ្ទះចាប់ពីម៉ោង6កន្លះព្រឹកដល់ម៉ោង11ព្រឹកគឺជាម៉ោងកាក់ក្របាតមានន័យថានៅចន្លោះម៉ោងនេះជាម៉ោងអន្តរាយធ្វើជំនួញជួញដូរផ្សេងមិនគួរចេញនៅម៉ោងនេះឡើយអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិអន្តរាយជាមិនខានឬក៏មិនត្រូវបោះទុនរកស៊ីអ្វីមួយឡើយប្រសិនបើចេញដំណើរពីផ្ទះចាប់ពីម៉ោង11ព្រឹកដល់ម៉ោង2រសៀលគឺជាម៉ោងទទេគ្មានអ្វីសោះមានន័យថាមិនទទួលបានលេខអ្វីហើយក៏មិនជួបគ្រោះថ្នាក់អ្វីនោះដែរក្នុងចន្លោះម៉ោងនេះគឺទទេទាំងអស់ប្រសិនបើចេញដំណើរពីផ្ទះចាប់ពីម៉ោង2រសៀលដល់ម៉ោង5ល្ងាចគឺជាម៉ោង02មានន័យថាជាម៉ោងសុខសេកសានគឺធ្វើដំណើរទៅណាពុកណាមានសេចក្តីសុខល្អណាស់នៅក្នុងចន្លោះម៉ោងនេះប្រសិនបើចេញដំណើរពីផ្ទះចាប់ពីម៉ោង5ល្ងាចដល់ម៉ោងចូលនទ្រាវិញគឺជាម៉ោងយប់ព្រឹកជាម៉ោង01មានន័យថាចន្លោះម៉ោងនេះជាម៉ោងអន្តរាយធ្វើជំនួញជួយដូរផ្សេងមិនគួរចេញនៅម៉ោងនេះឡើយអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិអន្តរាយជាមិនខានឬក៏មិនត្រូវបោះទុនរកស៊ីអ្វីមួយនោះឡើយបាទនៅថ្ងៃអាទិត្យនេះសូមធ្វើការបួងសួងឲ្យខ្លាចថ្ងៃល្អកុំឲ្យជួបគ្រោះចង្រៃផ្សេងសូមឲ្យសត្រូវខ្លាចជាមិត្តសូមឲ្យការធ្វើដំណើររបស់អស់លោកអ្នកជួបតែសេចក្តីសុខសេងសាននិងសូមឲ្យលាភទ្រព្យសម្បត្តិឡើងខ្ពស់សម្រាប់ឆ្នាំ12នេះផងដែរបាទជាបន្តសូមពុកម៉ែបងប្អូនតាមសម្ដាប់នៅរាសីឆ្នាំ12ជាមួយ 7TVKA Channel យើងខ្ញុំដូចតទៅឆ្នាំជូតក៏ដល់មន្ត្រីចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលសម្បុរល្អសម្បូរប្រាជ្ញាប្រាថ្នាអ្វីតែងតែបានជោគជ័យមានប្រពន្ធប្តីខ្លាយជាអ្នកមានសុខដុមថ្កុំថ្កើងចម្រើនយស័ក្តិម៉ោងដែលសំណាងគឺម៉ោង10ព្រឹករហូតដល់ម៉ោង7ល្ងាចពណ៌ដែលសំណាងគឺពណ៌ខៀវនិងពណ៌លឿងលេខដែលសំណាងគឺលេខ49និង95សូមខមមិនលេខសំណាងមាស166យកលៀបសម្បត្តិមហាមន្ត្រីនិងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូរហៀមិនខ្វះចាយឡើយដោយរិស័យថ្ងៃនេះល្អជាមធ្យមដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសៀបួងសួងដើម្បីទទួលលិខិតសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដែលកើតឆ្នាំជូតថ្ងៃនេះជីអូនរបស់អស់លោកអ្នកមានដំណើរជឿនលឿនទៅមុខយឺតហើយពិសេសបើចង់បំពេញការងារអ្វីមួយគឺមិនបានផលជាផ្លែផ្កាដោយគាត់បំណងប្រមាណនោះទេការរស់នៅប្រចាំថ្ងៃបើទោះបីមានការជួបជុំសប្បាយបន្តិចក្តី
តែបញ្ហានៅតែចោមប្រោដដែលត្រូវរែកពុនរហូតអ្នកប្រកបមុខរបររកស៊ីជួញដូរបើលោកអ្នកចង់បើកចំនួននៅថ្ងៃនេះក៏ប្រសើរដែរពីព្រោះថាលៀបប្រកាសក៏តែងផ្ដល់ឲ្យវិញក្រជាទីទុកចិត្តផងដែររីឯបញ្ហាសកម្មភាពប្រុសស្រីកំឡោះក្រមុំពោះម៉ាយក្តីមីម៉ាយក្តីចូលប្រយ័ត្នភាពប្រចាំកើតចំនួនវិវាទឈានដល់ការបែកបាក់ឆ្នាំឆ្លូវគោញ៉ាំចិញ្ចឹមតែមិនទ្រាំគប់តែរឿងសំណាងល្អក្នុងជីវិតមានមនុស្សចំណិតជួយជ្រោមជ្រែងតែសម្រាប់រកក្តីបំណងប្រាថ្នាម៉ោងដែលលេខសំណាងគឺម៉ោង6ព្រឹករហូតដល់ម៉ោង5រសៀលពណ៌ដែលលេខសំណាងគឺពណ៌សនិងពណ៌ក្រហមលេខដែលលេខសំណាងគឺលេខ88និង33សូមខមមិនលេខសំណាងមាស771យកលាភសម្បត្តិអង្គញានិងសម្បត្តិស្រុកឧត្តមប្រទានសម្បត្តិហੰស្ថិមានលាភមានជ័យមានលុយចូលហូហៀមិនខ្វះចាយឡើយមានសភពគល់ល្អប្រពៃណាស់ដោយរិស័យថ្ងៃនេះឡើងខ្ពស់ត្រដែតដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសៀបួងសួងដើម្បីទទួលលេខសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវក្នុងថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺស្វាងបញ្ញាឆ្លៀវវៃហើយបើចង់ធ្វើអ្វីមួយក៏តែងតែរីកចម្រើនលូតលាស់ឈានទៅមុខគួរសមដែរពេលវេលាល្អរបស់អស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង11ទៅដល់ម៉ោង12:59នាទីថ្ងៃត្រង់ចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះទោះជួញទីណាលោកអ្នកតោងតែប្រយ័ត្នប្រយែងចំពោះចំណូលបន្តិចពីព្រោះថាមានចំណូលតិចតួចរីឯការចំណាយវិញមានគ្រប់សារពើដែលអាចនាំឲ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយគូស្នេហ៍ប្រុសស្រីមានការរីកលូតលាស់ទៅមុខប្រពៃហើយបើចង់ផ្សំគុំរៀបចំគ្រួសារឲ្យការចូលស្ដីដណ្ដឹងក៏ជាពេលវេលាល្អប្រពៃណាស់ឆ្នាំខាលខ្លាមានបារមីដូចជាឈ្នះអស់មានសត្រូវតែខ្លោះខ្លាតហើយអ្នកមានអំណាចប្រមូលផ្ដុំគ្នាចាំជួយជ្រោមជ្រែងទាំងបំរុងការងារទៅធំឡើងមុនឡើងសាក់ឋានៈទូនីតិទាំងអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិថ្កុំថ្កែប្រជុំដោយមាសមហាសាលម៉ោងដែលលេខសំណាងគឺម៉ោង8ព្រឹករហូតដល់ម៉ោង9យប់ពណ៌ដែលលេខសំណាងគឺពណ៌ក្រហមនិងពណ៌ផ្កាឈូកលេខដែលលេខសំណាងគឺលេខ71និង91សូមខមមិនលេខសំណាងមាស712យកលេខសម្បត្តិអញ្ញានិងប្រធានសម្បត្តិហត្ថថៃមានលៀបមានសំណាងមានលឺវ៉ាលៀនមានសេរីសុស្ដីមានសុភមង្គលល្អប្រពៃណាស់ដោយរិស័យថ្ងៃនេះត្រូវចូលចាស់ខ្លាំងដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសៀបួងសួងដើម្បីទទួលលេខសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដែលកើតឆ្នាំខាលនៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីសំខាន់ពេកឡើយពីព្រោះថាផលមិនល្អតែងតែយាយីនៅពេលក្រោយផងអ្នកប្រកបមុខរបររកស៊ីជួញដូរពុំឃើញមានការរីកលូតលាស់ទៅមុខគួរឲ្យកត់សម្គាល់នោះឡើយគឺទោះជួញចិត្តក្តីឆ្ងាយក្តីបានគ្រាន់តែទប់ទល់តែប៉ុណ្ណោះក្រៅពីនេះទាំងស្ត្រីនិងបុរសបើមានអំណាចចេញក្រៅផ្ទះលោកអ្នកត្រូវស្ងៀមស្ងាត់ហើយមិនត្រូវលូកដៃជាមួយរឿងអ្នកដទៃច្រើនពេកទេប្រយ័ត្នឥតការសោះនាំទុកទោសដល់ខ្លួនវិញសម្ព័ន្ធភាពស្នេហាប្រុសស្រីកុំលក់ក្រមុំគុំចង់ទុំមុនស្រគៀលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើតឆ្នាំថោះទៅស្អីអង្គចិញ្ចឹមមានបញ្ញាឆ្លៀវវៃមានគំនិតភ្លឺថ្លាបានអនាគតវែងខ្លាយជាអ្នកមានទ្រព្យស្ដម្ភគុំការយុស័កម៉ោងដែលលេខសំណាងគឺម៉ោង6ព្រឹករហូតដល់ម៉ោង7យប់ពណ៌ដែលលេខសំណាងគឺពណ៌ខៀវនិងពណ៌ក្រូចលេខដែលលេខសំណាងគឺលេខ69និង59សូមខមមិនលេខសំណាងមាស461យកលេខសម្បត្តិអភិជននិងប្រទានលាភធំចូលផ្ទះមានលាភមានសំណាងមានលីវ៉ាលៀនមានសេរីសុស្ដីមានសុភមង្គលល្អប្រពៃណាស់ដោយរិស័យថ្ងៃនេះល្អជាមធ្យមដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសៀបួងសួងដើម្បីទទួលលេខសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះដំណើរជីវិតរបស់មនុស្សយើងបើធ្វើអ្វីក៏ដោយតែងតែឆ្លងកាត់ផលលំបាកជាមុនទៅផលល្អៗនឹងហុចមកវិញនៅពេលក្រោយដូចនេះនៅពេលដែលលោកអ្នកជួបបញ្ហាជួបភ្លៀងនៅក្នុងវិថីជីវិតដ៏ធំធេងវែងឆ្ងាយពិតប្រាកដមែនតែពេលឆ្លងផុតបញ្ហានេះទៅផ្លែផ្កានឹងហុចមកវិញនៅពេលក្រោយជាក់ជាមិនខានសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលំលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាត់ដៃទៅទេវិលត្រឡប់ទៅផ្ទះវិញរីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយងាយមានចំនួនឈានដល់ការបាក់បែកណាស់គួរប្រយ័ត្នប្រយែងបន្តិចទៅប្រសើរឆ្នាំរោងពោះនេះគេរៀបសេចក្ដីចិញ្ចឹមធ្វើការអ្វីមួយតែតែមានកំណត់យើងវៃបើប្រាថ្នាអ្វីគឺតែបានសម្រេចបើធ្វើការដូចធំនោះតែតែមានអ្នកទំនុកបំរុងគ្រប់បែបយ៉ាងម៉ោងដែលលេខសំណាងគឺម៉ោង3ព្រឹករហូតដល់ម៉ោង7យប់ពណ៌ដែលលេខសំណាងគឺពណ៌ស៊ីជម្ពូនិងពណ៌ផ្កាឈូកលេខដែលលេខសំណាងគឺលេខ12និង23សូមខមមិនលេខសំណាងមាស532យកលេបសម្បត្តិសពៅលុះនិងប្រទានសម្បត្តិបញ្ញាមានលេបមានសំណាងមានលឺវ៉ាលៀនមានសេរីសុស្ដីមានសុភមង្គលល្អប្រពៃណាស់ដោយរិស័យថ្ងៃនេះល្អជាមធ្យមដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសៀបួងសួងដើម្បីទទួលលេខសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដែលកើតឆ្នាំរោងនៅថ្ងៃនេះដួងរិស័យរបស់អស់លោកអ្នកមិនសូវល្អប្រមាណនោះទេជួបរឿងរ៉ាវអាក្រក់និងរកម្មចិត្តមានបញ្ហាយាយីច្រើនការប្រកបការងារប្រចាំថ្ងៃងាយទទួលរងគេវិបហានិងបរាជ័យម្ល៉េះហើយមិនធ្វើអ្វីមួយគួរគិតឲ្យបានគ្រប់ជ្រុងជ្រោយអ្នកអាជីវកររយៈពេលនេះគឺមុជមិនជ្រៅទៅមិនឆ្ងាយប្រមាណនោះទេគួរជាអត់ធ្មត់ក្នុងមុខរបរ
ការធ្វើដំណើរទីចិត្តឆ្ងាយជួបសេចក្តីសុខសេងសានដោយសពម្ដងរីឯបញ្ហាសម្បត្តិភាពប្រុសស្រីកំឡោះក្រមុំកើតមានភាពរកាបង្កោះព្រោះតែការប្រច័យប្រច័ណ្ឌច្រើនឆ្នាំម្សាញ់ពូមន្ត្រីចិញ្ចឹមធ្វើការអ្វីមួយតែរលូនបើធ្វើការតិចធំនោះមានអ្នកគ្រប់គ្រងទំនុកបំរុងគ្រប់បែបយ៉ាងម៉ោងដែលលេខសំណាងគឺម៉ោង5ព្រឹករហូតដល់ម៉ោង5បាយយប់ពណ៌លេខសំណាងគឺពណ៌មាសនិងពណ៌ប្រាក់លេខដែលលេខសំណាងគឺលេខ59និង24សូមខមមិនលេខសំណាងមាស831យកលេខសម្បត្តិសំពៅប្រាក់និងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានសំណាងមានលុយវ៉ាលៀនមានសេរីសុខស្ដីមានសុភមង្គលអប្រប្រៃណាស់ដោយរិស័យថ្ងៃនេះឡើងខ្ពស់ត្រដែតដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសៀបួងសួងដើម្បីទទួលលេខសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដោយការឆ្នាំម្សាញ់នៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់អស់លោកអ្នកក្នុងការចាត់ចែងការងារឬប្រកបកិច្ចការអ្វីមួយពីព្រោះថាផលតែងតែឆ្លើយតបមកវិញក្រោយជាទីកក់ក្ដៅផងដែរសម្រាប់អស់លោកអ្នកប្រកបមុខរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ប្ដូរទីកន្លែងលក់ដូរឬប្រកបមុខរបរថ្មីក៏តែងតែមានភាពសំប្រកបនិងរលូនផងដែរការធ្វើដំណើរទីឆ្ងាយមានតែក្រុមមនុស្សអាណិតស្រឡាញ់និងស្វាគមន៍រាក់ទាក់ជានិច្ចរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីកំឡោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អរកគ្នាខ្លាំងណាស់ឆ្នាំ20សេះមាននាំជ័យប្រាថ្នាអ្វីតែបានសម្រេចហើយអនាគតខ្លាយជាអ្នកមានសុខដុមគុំកើនជួយសាក់ឲ្យដងម្ដងម៉ោងដែលលេខសំណាងគឺម៉ោង3ព្រឹករហូតដល់ម៉ោង10យប់ពណ៌ដែលលេខសំណាងគឺពណ៌ខៀវនិងពណ៌លឿងលេខដែលលេខសំណាងគឺលេខ77និង36សូមខមមិនលេខសំណាងមាស691យកលេខស្បាត់សិទ្ធិនិងប្រទានស្បាត់មហាសិទ្ធិមានលៀបមានជ័យមានសេរីសុខស្ដីមានសុភមង្គលអប្រប្រៃណាស់ប៉ុន្តែរិស័យថ្ងៃនេះសុខចុះយ៉ាងខ្លាំងដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសៀបួងសួងដើម្បីទទួលលេខសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដែលកើតឆ្នាំមមីនៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីតើតែប្រយ័ត្នប្រយែងបើមានការណាត់សំខាន់រឿងអ្វីមួយបើអាចពជាពេលបានពជាពេលទៅសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរនៅថ្ងៃនេះការរកផលកម្រៃមិនត្រូវលំលន់នោះឡើយបើពុំនោះទេប្រយ័ត្នបាត់ដៃទៅទេត្រឡប់ទៅផ្ទះវិញការធ្វើដំណើរទីចិត្តឆ្ងាយចូលប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះមុតរបស់ស្រួចផងដែររីឯបញ្ហាស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានចំនួនវិវាទណាស់ឆ្នាំមកម៉ែប្រពៃអង្គចិញ្ចឹមមានបារមីដូចជាប្រាថ្នាអ្វីតែងតែបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យអាសានិងយុវសាម៉ោងដែលលេខសំណាងគឺម៉ោង4ព្រឹករហូតដល់ម៉ោង7យប់ពណ៌ដែលលេខសំណាងគឺពណ៌មាសនិងពណ៌បៃតងលេខដែលលេខសំណាងគឺលេខ36និង69សូមខមមិនលេខសំណាងមាស777យកលេខស្បាត់ទេវតាទ្រព្យនិងប្រទានសម្បត្តិអធិថៃមានលៀបមានសំណាងមានលុយវ៉ាលៀនមានសេរីសុខស្ដីមានសុភមង្គលល្អប្រប្រៃណាស់ដោយរិស័យថ្ងៃនេះល្អជាមធ្យមដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសៀបួងសួងដើម្បីទទួលលេខសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដែលកើតឆ្នាំមម៉ែនៅថ្ងៃនេះដោយសារដួងរិស័យរបស់អស់លោកអ្នកមានភាពកប់ប្រសើរជាងមុនដូចនេះបើធ្វើអ្វីក៏ដោយក៏គង់តែជឿនលឿនទៅមុខនិងអាចរកភាពជោគជ័យបានយ៉ាងច្រើនផងដែរសម្រាប់អស់លោកអ្នកក្នុងការរស់នៅមានភាពប្រទាំងប្រទើច្រើនបន្តិចតែយ៉ាងណាក៏មានភាពសុខដុមរមនាល្អដែរអ្នកប្រកបមុខរបររកស៊ីជួញដូរបើធ្លាប់តែស្ងប់ស្ងាត់ពេលនេះអាចប្រែប្រួលមកល្អពិសេសបើបើករបររយៈពេលខ្លីៗផងតែសមប្រកបផងដែរការធ្វើដំណើរទីចិត្តទីឆ្ងាយគួរតែមានការយកចិត្តទុកដាក់ពីបញ្ហាសុខភាពផ្ទាល់ខ្លួនបន្តិចទៅប្រសើររីឯបញ្ហាកំឡោះក្រមុំឬពុះម៉ាយញ៉ៃក្តីកើតមានភាពប្រទាំងប្រទើនិងប្រឆាំងគ្នាច្រើនឆ្នាំវោកស្វាមីសេចក្ដីនាំលៀបនាំជ័យប្រាថ្នាអ្វីតែងតែបានសម្រេចអនាគតខ្លាយជាអ្នកមានទ្រព្យអាសានិងយុវស័ក្តិគង្ពស់ម៉ោងដែលលេខសំណាងគឺម៉ោង2ព្រឹករហូតដល់ម៉ោង4រសៀលពណ៌ដែលលេខសំណាងគឺពណ៌មាសនិងពណ៌សលេខដែលលេខសំណាងគឺលេខ89និង69សូមខមមិនលេខសំណាងមាស567យកលៀបសម្បត្តិគង់ក្រមុំទ្រព្យនិងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានសំណាងមានលុយវ៉ាលៀនមានសេរីសុខស្ដីមានសុភមង្គលអប្រប្រៃណាស់ដោយរិស័យថ្ងៃនេះឡើងខ្ពស់ត្រដែតដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសៀបួងសួងដើម្បីទទួលលេខសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដែលកើតឆ្នាំវោកនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់អស់លោកអ្នកទំនាក់ទំនងការងារចរចាឬចុះកិច្ចសន្យាអ្វីមួយព្រោះថាផលតែងតែឆ្លើយតបក្រោយជាទីកក្ដៅសម្រាប់អស់លោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរមិនថាទីចិត្តក្ដីឆ្ងាយក្ដីតែងហុចផលផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ទៅផ្ទះវិញគួរជាទីកក្ដៅផងដែរការធ្វើដំណើរទីចិត្តឆ្ងាយជួបទីក្ដីសុខសេងសានដោយសពម្ដងរីឯបញ្ហាគូស្នេហ៍ប្រុសស្រីក៏កំពុងតែប្រៀបដូចត្រីក្នុងទឹកនារដូវវស្សាដូច្នោះដែរឆ្នាំរកាមាត់អញ្ញាចិញ្ចឹមមានលៀបមានជ័យប្រាថ្នាអ្វីតែងតែបានសម្រេចអនាគតខ្លាយជាអ្នកមានទ្រព្យមហាសាលនិងយុវស័ក្តិខ្ពស់ម៉ោងដែលលេខសំណាងគឺម៉ោង7ព្រឹករហូតដល់ម៉ោង9យប់ពណ៌ដែលលេខសំណាងគឺពណ៌ផ្កាឈូកនិងពណ៌ក្រហមលេខដែលលេខសំណាងគឺលេខ61និង81សូមខមមិនលេខសំណាងមាស999យកលៀបសម្បត្តិទេវតាទ្រព្យនិងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានសំណាងមានលុយវ៉ាលៀន
មានសេរីសុស្ដីមានសុភមង្គលល្អប្រពៃណាស់ដោយរិស័យថ្ងៃនេះឡើងខ្ពស់ត្រដែតដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសាបួងសួងដើម្បីទទួលលាភសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដែលកើតឆ្នាំប្រកានៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់អស់លោកអ្នកក្នុងការចាត់ចែងការងារសំខាន់ឬកិច្ចការធំដុំអ្វីមួយពីព្រោះថាផលតែងតែឆ្លើយតបក្រនទីកក់ក្ដៅផងដែរអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួលទីចិត្តក្តីឆ្ងាយក្តីតែងតែហិតផលជាវិជ្ជមានក្រនទីកក់ក្ដៅមួយចំនួនត្រឡប់មកវិញផងដែរការធ្វើដំណើរទៅចិត្តឆ្ងាយជួបភាពសុខដុមរមនាដោយសពម្ដងរីឯបញ្ហាសម្ព័ន្ធភាពស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាអញ្ចឹងដែរឆ្នាំចសំណក់ស្ថិតចិញ្ចឹមនាំលៀបនាំជ័យប្រាថ្នាអ្វីតែបានសម្រេចអនាគតខ្លាចជាអ្នកមានទ្រព្យមហាសាលនិងយុស័ក្តិខ្ពស់ម៉ោងដែលលេខសំណាងគឺម៉ោង5ព្រឹករហូតដល់ម៉ោង4រសៀលពណ៌ដែលលេខសំណាងគឺពណ៌មាសនិងពណ៌ប្រាក់លេខដែលលេខសំណាងគឺលេខ98និង69សូមខមមិនលេខសំណាងមាស179យកលៀបសម្បត្តិទេវតាទ្រព្យនិងប្រធានសម្បត្តិមហាសិទ្ធិមានលៀបមានសំណាងមានលុយវ៉ាលៀនមានសេរីសុស្ដីមានសុភមង្គលល្អប្រពៃណាស់ដោយរិស័យថ្ងៃនេះល្អជាមធ្យមដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសាបួងសួងដើម្បីទទួលលាភសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដែលកើតឆ្នាំចនៅក្នុងពេលនេះគណៈនេះដែរបញ្ហាការងារផ្ដល់ផលល្អដូចនេះលោកអ្នកអាចសម្រុកការងារទៅធ្វើបានហើយពីព្រោះថាតែផ្ដល់ផលល្អមកវិញគួរជាទីមោទនភាពផងដែរអ្នកប្រកបមុខរបររកស៊ីជួញដូរទោះជួញទីចិត្តក្តីឆ្ងាយក្តីមានការទិញចូលលុបចេញគ្រាន់បើហើយពិសេសមានផលផ្លែផ្កាផងដែរបើកមុខរបរថ្មីផងក៏ផ្ដល់ផលគួរសមផងដែរការធ្វើដំណើរទៅចិត្តឆ្ងាយជួបតែសេចក្តីសុខក្តីផ្សារទាំងពេលទៅនឹងត្រឡប់មកវិញរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំត្រូវចេះទុកចិត្តគ្នានិងបំបត្តិភាពប្រច័ណ្ឌច្រើនចេញពីខ្លួនទៅប្រសើរឆ្នាំគោលជួបទេវតាចិញ្ចឹមនាំលៀបនាំជ័យប្រាថ្នាអ្វីតែបានសម្រេចអនាគតខ្លាចជាអ្នកមានទ្រព្យមហាសាលនិងជាសក្តិខ្ពស់ម៉ោងដែលលេខសំណាងគឺម៉ោង6ព្រឹករហូតដល់ម៉ោង4រសៀលពណ៌ដែលលេខសំណាងគឺពណ៌ប្រាក់និងពណ៌ក្រហមលេខដែលលេខសំណាងគឺលេខ36និង59សូមខមមិនលេខសំណាងមាស168យកលេខសម្បត្តិគុំក្រមុំទ្រព្យនិងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយវ៉ាលៀនមានសេរីសុស្ដីមានសុភមង្គលល្អប្រពៃណាស់ប៉ុន្តែរិស័យថ្ងៃនេះត្រចុះយ៉ាងខ្លាំងដែលតម្រូវឲ្យអស់លោកអ្នកធ្វើការសាបួងសួងដើម្បីទទួលលាភសក្ការៈឥឡូវនេះចំពោះអស់លោកអ្នកដែលកើតឆ្នាំគល់នៅក្នុងថ្ងៃនេះដែរលោកអ្នកអាចទទួលបាននៅរោគផលលំបាកឬត្រូវគេពុំមានអ្វីមួយនាំឲ្យអកកផ្លូវចិត្តផងដែរក្រៅពីនេះបើតំណែងផ្លូវឆ្ងាយមិនសូវផ្ដល់ផលល្អប្រមាណនោះទេហើយបើតំណែងផ្លូវចិត្តប្រសើរជាងចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់មកផ្ទះវិញគួរជាទីកប់ចិត្តផងដែរការធ្វើដំណើរទីចិត្តឆ្ងាយជួបតែក្តីសុខសេមសានដោយសពម្ដងរីឯបញ្ហាសម្ព័ន្ធភាពប្រុសស្រីស្នេហាកំឡោះក្រមុំពុះម៉ាយក្តីកំពុងជឿនលឿនទៅមុខនិងបើកទំព័រថ្មីសម្រាប់អស់លោកអ្នកហើយបាទពុកម៉ែបងប្អូនខ្ញុំបាទសូមធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកនេះសូមឲ្យអស់លោកអ្នកកំពុងទស្សនាចុច Subscribe និងចុចសញ្ញាកណ្ដឹងសូមឲ្យជួបតែសុភមង្គលនិងសំណាងល្អជានិច្ចសូម Comment សាធុលើវីដេអូនេះនិងធ្វើការ Share ចេញមួយដើម្បីទទួលបានលេខសំណាងលុយវ៉ាលៀនសេរីសុស្ដីសុភមង្គលល្អប្រពៃរួចហើយធ្វើការបួងសួងទទួលលាភសក្ការៈឥឡូវនេះសូមចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានដំណឹងហោរាសាស្ត្រប្រចាំថ្ងៃប្រចាំខែនិងទាន់ហេតុការណ៍ថ្មីនីតិហោរាសាស្ត្រនៅថ្ងៃនេះឈានដល់ទីបញ្ចប់សូមធ្វើការអធិស្ឋានរាល់កំហុសឆ្គងដែលកើតមានឡើងដោយចេតនាក្នុងពេលអត្ថាធិប្បាយខណៈពេលនេះខ្ញុំបាទ 7TVKH សូមអរគុណនិងសូមគោរពលា